ស្ដីបងប្អូនថ្ងៃហ្នឹងថ្ងៃនេះកូនត្រេនគេទៅសង្ក្រាន្តនៅសាលារៀននៅសក្រាន្តគេមាននំមានផបខនមានអីយកទៅផ្ញើពុកម៉ាក់នៅសាលារៀននិយាយពីថារំភើបទៅគេរៀបចំនំរៀបចំអីតាំងពី2ថ្ងៃមុនតែគេរៀបចំដាក់កតាបដើម្បីយកទៅចែកមិត្តភ័ក្តិគេនៅក្នុងថ្នាក់ព្រោះគេធ្វើសង្ក្រាន្តនៅក្នុងថ្នាក់និយាយពីថាហើយរំភើបHello ថ្ងៃនេះអត់ទៅណា Hello ថ្ងៃនេះអូនទៅសង្ក្រាន្តនៅសាលារៀនមួយមិនភ័ក្រអូនហើយញ៉ាំនំមិនភ័ក្រអូនដែរដាវីនមកទៅសាលារៀនមែនអូនក្រសង ឆ្ងាញ់ទេមើលឲ្យមើលតិចមើលមិនមើលតិចមើលនេះទៅដល់សាលារៀនហើយបានថតរូបបាន2 3ប៉ុស្តិ៍ហើយក៏ដល់ម៉ោងចេញមកវិញគេដល់ម៉ោងចេញហើយគេទៅលេង playground ជាមួយមិត្តភ័ក្តិទៅនៅរមលលេង playground មានភ័ក្រអូនយ៉ាងហើយសំឡេងសប្បាយយ៉ាងនេះហ្នឹងសប្បាយដល់កំពុងជិះទៅណាបាទជិះចុះជិះឡើងមកដល់មានឯករាជ្យគេចាប់ផ្ដើមសុំថាអូនសុំចូល baby outlet ទិញដោះគោនិងនំផ្ញើមិត្តភ័ក្តិអូនបន្តិចសិនអញ្ចឹងក៏បត់ចូលទៅ baby outlet ឲ្យលោកប្រុសគាត់រើសនំជាមួយនឹងទឹកដោះគោផ្ញើមិត្តភ័ក្តិយកទៅញ៉ាំនៅ playground មួយគ្នាចាំមើលគេដើររើសឲ្យមិត្តភ័ក្តិគាត់ដឹងពីចំណូលចិត្តមិត្តភ័ក្តិគាត់ថាមិត្តភ័ក្តិគាត់ចូលចិត្តអីខ្លះចាប់ផ្ដើមដើររើសឲ្យនៅក្នុង baby outlet យកទៅឲ្យមិត្តភ័ក្តិលើហ្នឹងរើសបានមួយហើយយកអូខេលើហ្នឹងទៅបាននំមួយហើយដើរសំដៅទៅធ្វើដោះគោម្ដងដើរទៅដើរមករើសបានដោះគោទ្រីបគោមួយយកបាន2ដុំយកទៅចែកគ្នាជាមួយមិត្តភ័ក្តិនឹងឯងប៉ុណ្ណឹងហើយក៏ដល់ playground ហើយនេះគាត់ចាប់ដើមសប្បាយឯងចាឲ្យតែថាបានមកលេង playground ហើយមិនមកទេមិត្តភ័ក្តិនឹងបានជុំគ្នា 4-5 នាក់ហើយគឺមិនមកតែម្ដងចានេះហើយមែនតើហើយបានចេញមកកុំអីអត់មកទេដល់ពេលហើយយកឡើងបានមកញ៉ាំអីប៉ានៅខាងមាត់ទន្លេនេះញ៉ាំហើយក៏ដើរមកថតមាត់ទន្លេនៅជ្រុងមកជារៀងនៅក្រៅមកជារៀងទៀតហើយទិដ្ឋភាពមាត់ទន្លេពេលយប់ស្អាតណាស់ប៉ាត់នេះបើសិនជាយើងមើលអត់ដល់មកវាំងហងនេះធំតែស្ពានឈួយចង្វាណាផ្នែកមួយស្ពានឈួយចង្វាទៅត្រឡប់ទៅហាងវិញហើយដើម្បីរៀបចំខ្លួនទៅផ្ទះពួកអីមួយថ្ងៃវល់ល្ងាចហើយដើររហូតតាំងពីសង្ក្រាន្តសាលាចេញពីសង្ក្រាន្តសាលាមកដល់ playground មួយមិត្តភ័ក្តិផុតពី playground នឹងមកញ៉ាំអីជាមួយនឹងប៉ាប៉ាទៀតទៅលោកប្រុសគាត់រៀងអស់ខ្យល់ឯណាលើនឹងដល់ផ្ទះហើយលើនឹងណាយដល់ផ្ទះហើយហ្នឹងបាទធ្វើម៉េចគិតហើយសប្បាយណាស់យូអរគុណជួបគ្នាវីដេអូក្រោយនឹងព្យាយាមថតសកម្មភាពចូលឆ្នាំខ្មែរឲ្យទៅបងប្អូនទាំងអស់គ្នាបាយបាយសួស្តីឆ្នាំថ្មីអរគុណ